ក្រុមហ៊ុន Jos Cambodia នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងទាំង3និងប្រជាពលរដ្ឋភេសកក្នុងខេត្តព្រះវិហារនាព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ2026លោកស្រីហេងសុធាវីអគ្គនាយិកាក្រុមហ៊ុន Jos Cambodia និងស្វាមីបានដឹកនាំក្រុមការងារនាំយកអំណោយមកប្រគល់ជូនដល់កងកម្លាំងទាំង3ប្រភេទក្នុងខេត្តព្រះវិហារក្នុងដំណើរមនុស្សធម៌នេះគណៈប្រតិភូក្រុមហ៊ុនទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្តមគឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារក្នុងឱកាសនោះឯកឧត្តមគឹមរិទ្ធីបានសម្ដែងនូវគារវកិច្ចស្វាគមន៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីហេងសុធាវីនិងស្វាមីព្រមទាំងក្រុមការងារក្រុមហ៊ុន Jos Cambodia ទាំងអស់ដែលបានគិតគូរពីសុខទុក្ខនិងនាំយកអំណោយមកចែកជូនដល់កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋភេសកឯកឧត្តមអភិបាលខេត្តបានគូបញ្ជាក់ថានេះមិនមែនជាលើកទី1ឡើយដែលលោកស្រីអគ្គនាយិកាបានអញ្ជើញមកកាន់ខេត្តព្រះវិហារពលគឺលោកស្រីតែងតែយកចិត្តទុកដាក់ខ្ពស់និងនាំយកអំណោយមកឧបត្ថម្ភគាំទ្រដល់បងប្អូនកងកម្លាំងប្រដាប់អាវុធក្នុងខេត្តជាបន្តបន្ទាប់លោកស្រីអគ្គនាយិកានិងក្រុមការងារក៏បានបន្តដំណើរនាំយកភេសជ្ជៈរបស់ក្រុមហ៊ុន Jos មួយចំនួនធំទៅចែកជូនដល់ប្រជាពលរដ្ឋភេសកដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងមណ្ឌលភេសកវត្តបាក់កម្មវត្តទួលអណ្ដែតនិងភូមិតាកឹងបៃតងផងដែរនាឱកាសចុះសួរសុខទុក្ខនោះលោកស្រីអគ្គនាយិកាក៏បានសម្ដែងនូវការព្រួយបារម្ភព្រមទាំងបានណែនាំដោយក្តីអាណិតស្រឡាញ់ទៅដល់កុមារក៏ដូចជាបងប្អូនប្រជាពលរដ្ឋភេសកទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់លើការរស់នៅស្អាតហូបចុកស្អាតនិងថែរក្សាសុខភាពឲ្យបានល្អនៅក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្ននេះគួររំលឹកផងដែរថាអំណោយដែលក្រុមហ៊ុន Jos Cambodia បាននាំយកមកចែកជូនដល់កងកម្លាំងទាំង3ប្រភេទនិងបងប្អូនប្រជាពលរដ្ឋភេសកនាពេលនេះរួមមានទឹកសណ្តែក Jos ភេសជ្ជៈបំពេញជាតិទឹក H2O កាហ្វេកញ្ចប់ Jos Original កាហ្វេកញ្ចប់ Jos អត់ស្ករកាហ្វេកំប៉ុង Jos Latte កាហ្វេកំប៉ុង Jos Espresso និងត្រីខកំប៉ុង Jos សរុបជាច្រើនកេសទៀតផង